ខ្ញុំពេញដោយអំនួតល្អជាសត្រូវនៃល្អជាងឯល្អជាងជាសត្រូវនៃល្អបំផុតយើងជាអ្នកប្រាជ្ញយើងជាបណ្ឌិតយើងជាអ្នកចេះដឹងយើងជាអ្នកថ្លៃថ្នូរយើងជាអ្នកវិភាគឯករាជ្យការងារយើងគឺនិយាយឲ្យគេយកទៅធ្វើឯរឿងគេយកទៅធ្វើកើតឬមិនកើតយើងកុំបាច់ខ្វល់តែពេញមានថ្ងៃមួយមានព្រះចៅអធិការវត្តដ៏ល្បីមួយអង្គបានរៀបចំវត្តទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សាស្ត្រាចារ្យមួយរូបដែលចង់មកស្វែងយល់អំពីព្រះធម៌ជជែកគ្នាអស់ពេលដ៏យូរតែព្រះចៅអធិការវត្តអង្គនោះនៅតែរកផ្លូវពន្យល់ធម៌ដល់លោកបណ្ឌិតនោះមិនបានសោះលោកអធិការក៏លើកប៉ាន់តែឡើងហើយចាក់ទឹកតែឲ្យភ្ញៀវទោះបីជាលោកបានចាក់ទឹកតែពេញហើយទឹកតែហៀហូរចេញពីពេងក៏ដោយក៏ចៅអធិការនៅតែចាក់មិនឈប់សោះទ្រាំមិនបានលោកសាស្ត្រាចារ្យក៏និយាយថាតែពេញហើយដូចជាគុណចាក់មិនចូលទៀតទេឬដូច្នេះចៅអធិការក៏មានសង្ឃដីកាតបថាលោកមានគំនូរចំណេះដឹងមានគំនិតមានទស្សនវិស័យយ៉ាងល្អប្រៀបដូចទឹកតែដែលពេញនេះអញ្ចឹងដែរតើអាត្មាអាចចាក់ទឹកហែមឲ្យទៅលោកយ៉ាងដូចម្ដេចបានទៅកែវដែលបានទឹកពេញប្រៀបទៅហើយគឺមិនអាចទទួលដំណក់ទឹកថ្មីបានទៀតឡើយប៉ុន្តែតើហេតុអ្វីទៅខ្ញុំទទួលយកគំនិតរបស់អ្នកបើគំនិតរបស់ខ្ញុំមានលក្ខណៈឡូសិកដែរនេះហើយជាភាពចំគួតដែលពោពេញទៅដោយអំនួតថាខ្លួនក្រាន់បើរបស់មនុស្សមួយចំនួនអួតជាលក្ខណៈរបស់ចិត្តដែលប៉ោងហើមចូលនឹងគុណសម្បត្តិខ្លួនឯងគេច្រើនតែសម្ដីទមុនទង្វើឬគេមិនបានធ្វើអ្វីសោះតែម្ដងតែនិយាយពីអួតនោះអួតហួសមេឃគេយល់ថាគេពេញហើយគេគ្រប់គ្រាន់ហើយគេគ្រាន់បើហើយគេគ្មានអ្វីចាំបាច់ត្រូវរៀនថែមទៀតឡើយនេះជាភាពចំគួតមួយអំនួតប្រៀបដូចជាពពុះទឹកដែលគ្មានអ្វីពិតប្រាកដឡើយមនុស្សកាន់តែអួតគឺកាន់តែឈួតនឹងខ្លួនឯងវង្វេងនឹងខ្លួនឯងថាខ្លួនគ្រាន់បើជាងគេការពិតគេកោកប្រៀបដូចស្គរដែលប្រហោងក្នុងតែប៉ុណ្ណោះពេលស្ដាប់ឮឃើញថាដូចជារៀងសម្បើមមណាស់ក៏ប៉ុន្តែការពិតវិញគឺទទេគឺប្រហោងក្នុងគ្មានខ្លឹមសារអ្វីសោះ